មានគ្រួសារមួយដែលមានសមាជិក2នាក់នៅថ្ងៃមួយ2នាក់ប្តីប្រពន្ធក៏បានហូបបាយនៅពេលល្ងាចដ៏មានរសជាតិរួមទាំងមានបុកល្ហុងផងដែរយប់នេះយើងនឹងបានឆ្ងាញ់មាត់ហើយណាបងខ្ញុំនឹងដាក់ឲ្យឆ្អែតតែម្ដងអូនញ៉ាំឲ្យឆ្អែតទៅព្រោះតែអូនឮបងនិយាយថាអូនឃ្លានបុកល្ហុងស្រាប់តែពេលល្ងាចអូនបុកល្ហុងឲ្យបងញ៉ាំភ្លាមព្រោះតែប្តីរបស់អូនឃ្លានដូច្នេះអូនត្រូវតែធ្វើឲ្យប្តីអូនញ៉ាំបែបនេះហើយបងញ៉ាំទៅហើយនៅពេលថ្ងៃស្អែកបើសិនជាបងចង់ញ៉ាំអ្វីទៀតបងប្រាប់អូនមកចាំអូននឹងធ្វើឲ្យមិនច្បាច់ទេណាអូនវានាំតែលំបាកដល់អូនតែប៉ុណ្ណោះបងគិតថាគ្រាន់តែបងចង់ញ៉ាំបុកល្ហុងវាគ្រប់គ្រាន់ហើយសម្រាប់ការនាំលំបាកដល់អូនថ្ងៃណាក៏បងនិយាយបែបនេះដែរត្រៃពួកយើងជាប្តីប្រពន្ធនឹងគ្នាតែមែនទេតាំងហេតុអ្វីបានជាបងនៅតែគិតបែបនេះបងដឹងទេបងគិតបែបនេះវាមិនត្រូវតតែសោះបងដឹងថាមិនត្រូវគិតបែបនេះទេប៉ុន្តែបងមិនចង់ឲ្យអូនរវល់ដោយសារតែបងរាល់ថ្ងៃអូនរវល់កិច្ចការងារផ្ទះគ្រប់គ្រាន់ហើយដូច្នេះមិនចាំបាច់រវល់នឹងរឿងតូចតាចបែបនេះទេចាបងអញ្ចឹងបងញ៉ាំទៅព្រោះតែថ្ងៃនេះបងទៅតែនឹងមកពីហននឹងបានសម្រាប់ថ្ងៃស្អែកពួកយើងត្រូវមានការងារធ្វើទៀតនៅពេលនោះពីរអ្នកប្តីប្រពន្ធក៏បាននាំគ្នាហូបបាយនៅពេលល្ងាចហើយពួកគេទាំងពីរនាក់ក៏បាននាំគ្នាសម្រាកបាត់ទៅនៅពេលពាក់កណ្ដាលយប់ក៏បានមកដល់ស្រាប់តែលីសាដែលត្រូវជាប្រពន្ធនាងក៏បានឈឺពោះព្រោះតែនាងបានហូបបុកល្ហុងព្រះអើយតើខ្ញុំឈឺពោះអ្វីនៅពេលនេះទេតើខ្ញុំគួរតែដាស់ប្តីរបស់ខ្ញុំដែរទេប៉ុន្តែគាត់ធ្វើការហត់ពេញមួយថ្ងៃខ្ញុំគិតថាមិនចាំបាច់ដាស់គាត់ឲ្យជូនខ្ញុំទៅបត់ជើងទេខ្ញុំទៅម្នាក់ឯងក៏បាននាងក៏បានធ្វើដំណើរទៅខាងក្រៅផ្ទះដើម្បីបត់ជើងតែម្នាក់ឯងនៅពេលដែលនាងបត់ជើងធំរួចហើយនាងក៏បានដើរសម្ដៅមកផ្ទះវិញស្រាប់តែពេលនោះនាងក៏បានជួបនឹងមេធ្មប់កំពុងតែឈរនៅខាងមុខផ្ទះរបស់នាងនៅពេលយប់នេះយើងមានចំណីឆ្ងាញ់ហើយមិននឹកស្មានថាពាក់កណ្ដាលយប់បែបនេះហើយនៅមានមនុស្សចេញមកខាងក្រៅទៀតនាងនឹងខ្លាចជាចំណីរបស់យើងនៅពេលនេះសូមអ្នកកុំសម្រាប់ខ្ញុំអីមេធ្មប់ទុកជីវិតឲ្យខ្ញុំរស់នៅបន្តទៀតទៅអ្នកគួរតែទៅចាប់មាន់ទាចាប់គោក្របីធ្វើជាចំណីវិញទៅមាន់ទាមានរសជាតិឆ្ងាញ់មិនដូចជានាងទេចំណែកនាងវិញមានរសជាតិឆ្ងាញ់ជាងយើងនឹងចាប់នាងធ្វើជាចំណីនៅពេលនេះអ្នកកុំសម្រាប់ខ្ញុំអីអ្នកត្រូវការអ្វីខ្ញុំផ្ដល់ឲ្យអ្នកបានទាំងអស់អ្នកមានមនោសញ្ចេតនាបេះដូងដែរទេអ្នកគួរតែទុកជីវិតឲ្យខ្ញុំទៅនាងនិយាយថាយើងគ្មានមនោសញ្ចេតនាបេះដូងបានយ៉ាងម៉េចបើយើងគ្មានមនោសញ្ចេតនាបេះដូងតើយើងមានថ្ងៃនេះដែរទេក៏ព្រោះតែប្រពន្ធរបស់យើងបានលួចក្បត់យើងតាក់ទងជាមួយប្រុសថ្មីទើបបានជាបណ្ដោយឲ្យយើងខ្លាចជាមេធ្មប់បែបនេះហើយនៅពេលនេះយើងមិនខ្វល់អ្វីទាំងអស់យើងដឹងត្រឹមថាយើងនឹងយកនាងធ្វើជាចំណីអ្នកធ្លាប់ជាមនុស្សអ្នកគួរតែលើកលែងដល់មនុស្សដូចគ្នាទៅអ្នកគួរតែទុកជីវិតឲ្យខ្ញុំទៅអ្នករកមាន់ទាកោក្របីធ្វើជាចំណីវិញទៅខ្ញុំមិនអាចស្លាប់ចោលប្តីខ្ញុំបានទេនាងនិយាយថានាងមានប្តីរួចហើយយើងនឹកឃើញគំនិតមួយហើយកាលពីយើងនៅរស់ប្រពន្ធយើងលួចតាក់ទងជាមួយនឹងអ្នកមានម្នាក់នៅក្នុងភូមិហើយពួកគេទាំងពីរនាក់បានមកសម្លាប់យើងឲ្យយើងខ្លាចទៅជាមេធ្មប់ដូច្នេះនៅពេលនេះបើនាងចង់ឲ្យយើងទុកជីវិតឲ្យនាងត្រូវតែធ្វើជាប្រពន្ធរបស់យើងអ្នកកំពុងតែនិយាយអីហ្នឹងនេះខ្ញុំគឺជាមនុស្សមួយទាំងមូលចំណែកអ្នកគឺជាមេធ្មប់តែឲ្យខ្ញុំយកអ្នកធ្វើជាប្តីបានយ៉ាងម៉េចទៅហើយខ្ញុំក៏មានប្តីរួចហើយនាងអាចយកប្តីរបស់នាងនៅពេលថ្ងៃប៉ុន្តែនៅពេលយប់នាងមកធ្វើជាប្រពន្ធរបស់យើងមកតើវាខុសទាស់ត្រង់ណាទៅយើងសងសឹកមនុស្សព្រោះតែមនុស្សបានបណ្ដាលឲ្យយើងខ្លាចជាមេធ្មប់ខ្ញុំមិនអាចក្បត់ចិត្តប្តីខ្ញុំបានទេណាលោកមេធ្មប់ដាក់លក្ខខណ្ឌបែបនេះដូចជាពិបាកជ្រើសរើសពេកហើយសម្រាប់ខ្ញុំលោកមេធ្មប់បដូរលក្ខខណ្ឌថ្មីទៅបើនាងចង់ឲ្យយើងបដូរលក្ខខណ្ឌយើងនឹងយកនាងធ្វើជាចំណីនៅពេលនេះនាងជ្រើសរើសមើលទៅតើនាងជ្រើសរើសយកមួយណាខ្ញុំគួរតែយល់ព្រមតាមមេធ្មប់នេះសិនចុះខ្ញុំមិនអាចប្រឆាំងនឹងវាបានទេបើខ្ញុំប្រឆាំងខ្ញុំត្រូវតែស្លាប់ខ្ញុំយល់ព្រមធ្វើជាប្រពន្ធរបស់លោកនៅពេលយប់ប៉ុន្តែយប់នេះខ្ញុំសុំតាបានទេព្រោះវាដូចជាលឿនពេកហើយសម្រាប់ខ្ញុំពិតជាពិបាកទទួលយកណាស់ចាំពេលយប់ស្អែកចាំលោកមករកខ្ញុំមកនៅទីបំផុតនាងក៏យល់ព្រមតាមការចង់បានរបស់យើងនឹងយល់ព្រមតាមការអង្វររបស់នាងនៅពេលនេះនៅពេលយប់នេះយើងមិនធ្វើអ្វីនាងទេតែនៅពេលយប់ស្អែកនាងត្រូវតែចុះមកជួបយើងនៅខាងក្រោមផ្ទះនៅពេលយប់ដូចជាពេលនេះខ្ញុំសន្យានឹងធ្វើតាមការចង់បានរបស់មេធ្មប់
មេធ្មប់នៅពេលដែលលីសាបានសន្យារួចហើយមេធ្មប់ក៏បានដើរសម្ដៅទៅក្នុងល្អាងវិញនាពេលព្រឹកឡើងលីសាក៏បាននិយាយរៀបរាប់រឿងរ៉ាវទាំងអស់ប្រាប់ឲ្យប្តីនាងបានដឹងមេធ្មប់វានឹងមករកអូននៅពេលយប់នេះតើយប់នេះយើងត្រូវដោះស្រាយយ៉ាងម៉េចទៅព្រោះតែពួកយើងមិនអាចទប់ទល់ជាមួយមេធ្មប់បានទេខ្ញុំមិនដឹងត្រូវដោះស្រាយយ៉ាងម៉េចទេបងកាលពីយប់មិញបើខ្ញុំមិនយល់ព្រមតាមការចង់បានរបស់វាទេវានឹងសម្លាប់ខ្ញុំចាក់ជាមិនខានទៅបានជាខ្ញុំយល់ព្រមតាមមេធ្មប់ទេបងមិនបន្ទោសអូនទេក៏ព្រោះតែអូនយករួចខ្លួនមួយគ្រាសិនបើសិនជាពេលយប់មិញអូនមិនយល់ព្រមតាមការចង់បានរបស់មេធ្មប់នឹងមិនទុកជីវិតឲ្យអូនដល់ពេលនេះទេអញ្ចឹងតែយើងត្រូវធ្វើយ៉ាងម៉េចទៅបងខ្ញុំមិនចង់ធ្វើជាប្រពន្ធមេធ្មប់ទេណាបងពួកយើងចាកចេញពីភូមិនេះទៅរកកន្លែងថ្មីនៅទៅបើសិនជាពួកយើងតែពីរនាក់ធ្វើបែបនេះអ្នកភូមិរាល់គ្នាអាចនឹងមានគ្រោះថ្នាក់ដល់ជីវិតយើងមិនអាចធ្វើបែបនេះយករួចខ្លួនតែម្នាក់ឯងបានទេប៉ុន្តែជីវិតអ្នកភូមិនឹងត្រូវមេធ្មប់សម្លាប់ជាក់ជាមិនខានខ្ញុំគិតថាពួកយើងគួរតែនិយាយជំនុំជាមួយនឹងអ្នកភូមិដើម្បីឲ្យអ្នកភូមិទាំងអស់គ្នាជួយដោះស្រាយពីបញ្ហានេះវាប្រកាសជាមានផ្លូវជាក់ជាមិនខានទេណាបងមែនហើយណាអូនជំរឿសរបស់យើងមានតែទៅនិយាយជាមួយអ្នកភូមិតែប៉ុណ្ណោះតើពួកគាត់មានវិធីដើម្បីជួយយើងបានទេដើម្បីដោះស្រាយបញ្ហានេះទាំងពីរអ្នកប្តីប្រពន្ធក៏បានធ្វើដំណើរទៅរកអ្នកភូមិដើម្បីជួយដោះស្រាយប្រកាសជាមានគ្រោះថ្នាក់ជាក់ជាមិនខានហើយអ្វីបានជាក្មួយស្រីទៅសន្យាជាមួយមេធ្មប់បែបនេះបើសិនជាក្មួយស្រីចាក់ចេញពីទីនេះអ្នកភូមិរាល់គ្នាប្រកាសជាមានគ្រោះថ្នាក់ហើយចប់ហើយណាក្មួយបិសាចធ្មប់វានឹងមិនលើកលែងឲ្យក្មួយទាំងពីរនាក់ទេដូច្នេះក្មួយត្រូវតែធ្វើជាប្រពន្ធរបស់វាទៅហើយអ្វីបានជាអ្នកមីងនិយាយបែបនេះតើខ្ញុំឲ្យប្រពន្ធខ្ញុំទៅធ្វើជាប្រពន្ធធ្មប់បានយ៉ាងម៉េចទៅខ្ញុំមិនអាចធ្វើតាមការចង់បានរបស់លោកពូអ្នកមីងបានទេប៉ុន្តែបើសិនជាក្មួយមិនធ្វើតាមការចង់បានរបស់មេធ្មប់ហើយអ្នកភូមិរបស់យើងប្រកាសជាមានគ្រោះថ្នាក់ហើយណាក្មួយចៅតាលោកពូអ្នកមីងមានបានគិតទេបើខ្ញុំមិនសន្យាខ្ញុំនិយាយរួចខ្លួននៅពេលនោះតែខ្ញុំអាចនឹងត្រូវមេធ្មប់សម្លាប់នៅពេលនោះជាមិនខានដូច្នេះខ្ញុំត្រូវតែសន្យាដើម្បីយករួចខ្លួនសិនអ៊ំចាំបានហើយអ៊ំឮគេនិយាយតគ្នាថាមានលោកតាអេសីកំពុងតែរស់នៅក្នុងព្រៃភ្នំគាត់អាចនឹងជួយចៅទាំងពីរនាក់បានដូច្នេះចៅទាំងពីរនាក់ទៅរកលោកតាអេសីដើម្បីឲ្យគាត់ជួយទៅខ្ញុំកំពុងតែមានសង្ឃឹមហើយបើសិនជាមានលោកតាអេសីជួយបានបែបនេះខ្ញុំអាចនឹងគេចផុតពីមេធ្មប់នោះបានខ្ញុំនឹងទៅរកលោកតាអេសីនៅពេលនេះដើម្បីឲ្យគាត់ជួយដោះស្រាយបញ្ហាដ៏ធំនេះអរគុណណាស់លោកអ៊ំដែលលោកអ៊ំបាននិយាយប្រាប់រឿងនេះមិនមែនជាបញ្ហាតូចទេណាក្មួយបើសិនជាអ៊ំមិនប្រាប់ក្មួយឲ្យបានដឹងក្មួយស្រីនឹងធ្វើជាប្រពន្ធមេធ្មប់អស់មួយជីវិតហើយដល់ពេលនោះអ្នកភូមិរបស់យើងនឹងរងការលំបាកដូចគ្នាក្មួយទាំងពីរនាក់ប្រញាប់ទៅរកលោកតាអេសីភ្លាមទៅដើម្បីឲ្យគាត់ជួយដោះស្រាយពីបញ្ហានេះខ្ញុំទាំងពីរនាក់ប្តីប្រពន្ធសូមលាសិនហើយសង្ឃឹមថានឹងទៅរកអាស្រមលោកតាអេសីបានឃើញចោះសង្ឃឹមថាលោកតាអេសីនឹងមិនតាន់បានចាក់ចេញពីអាស្រមរបស់គាត់ទាំងពីរអ្នកប្តីប្រពន្ធក៏បានធ្វើដំណើរទៅរកលោកតាអេសីលោកតាអេសីកំពុងតែអង្គុយនៅខាងមុខអាស្រមរបស់គាត់ដោយគាត់កំពុងតែរងចាំពីអ្នកប្តីប្រពន្ធទៅនិយាយប្រាប់អំពីហេតុការណ៍លោកតាខ្ញុំមានបញ្ហាធំណាស់ដើម្បីឲ្យលោកតាជួយដោះស្រាយខ្ញុំជឿជាក់ថាលោកតាអាចជួយដោះស្រាយបញ្ហាធំនេះបានតើបានដឹងរឿងរ៉ាវទាំងអស់ហើយណាចៅធ្មប់មួយក្បាលនោះជាកូនចៅរបស់តាគេបានលួចរត់ចេញពីកន្លែងរបស់តាមួយខែមកហើយគេតែងតែបង្កបញ្ហាដោយចាប់មាន់ទាអ្នកស្រុកធ្វើជាចំណីបើសិនជាលោកតាបានដឹងហើយតើហេតុអ្វីបានជាលោកតាមិនព្រមចាប់យកគេមកវិញទៅលោកតាហេតុអ្វីបានជាលោកតាបណ្ដោយឲ្យមេធ្មប់ដើររករឿងអ្នកភូមិបែបនេះព្រោះតែតារងចាំពេលវេលាដែលមកដល់ហើយពេលវេលានោះក៏បានមកដល់នៅពេលយប់នេះដូច្នេះចៅស្រីចេញមកខាងក្រៅតាមការចង់បានរបស់មេធ្មប់មួយក្បាលនោះទៅតានឹងទៅបង្ក្រាបគេមិនឲ្យគេនៅរំខានអ្នកភូមិស្រុកយើងទៀតចាលោកតាខ្ញុំនឹងធ្វើតាមការណែនាំរបស់លោកតាឲ្យតែកម្ចាត់បិសាចធ្មប់នោះបានអ្នកភូមិទាំងអស់គ្នានឹងលែងមានការភ័យខ្លាចបន្តទៀតចូលចៅទាំងពីរនាក់កុំបារម្ភអីយប់នេះជាយប់ចុងក្រោយរបស់បិសាចធ្មប់នោះហើយ
តានឹងបញ្ជូនមេធ្មប់មួយក្បាលនោះទៅឋាននរកហើយគេនឹងមិនអាចវិលត្រឡប់មករំខានអ្នកភូមិយើងបានទៀតទេអញ្ចឹងខ្ញុំទាំងពីរអ្នកប្តីប្រពន្ធសូមលាលោកតាទៅផ្ទះវិញហើយខ្ញុំជឿជាក់ថាយប់នេះជាយប់ចុងក្រោយរបស់មេធ្មប់ដែលមេធ្មប់បង្ករឿងឲ្យអ្នកភូមិហើយមេធ្មប់នឹងមិនមករំខានអ្នកភូមិដោយការពីមុនទៀតកុំបារម្ភអីអ្នកភូមិរបស់យើងនឹងមិនមានបញ្ហាអ្វីទៀតទេតានឹងចាប់បញ្ជូនបិសាចធ្មប់នោះចូលទៅឋាននរកទាំងពីរអ្នកប្តីប្រពន្ធក៏បានធ្វើដំណើរមកផ្ទះវិញនៅពេលយប់ឡើងនាងជាប្រពន្ធក៏បានចេញមកខាងក្រៅដើម្បីរងចាំមេធ្មប់នាងពិតជាមនុស្សគោរពពាក្យសន្យាមែនគិតទៅអ្នកដែលផុតក្បត់ប្តីគឺជាមនុស្សដែលគោរពពាក្យសន្យាបែបនេះដូចជាប្រពន្ធយើងអញ្ចឹងតែងតែលួចក្បត់យើងជានិច្ចហើយនៅពេលនេះយើងនឹងលួចតាក់ទងជាមួយនឹងប្រពន្ធរបស់មនុស្សវិញហេតុអ្វីបានជាអ្នកនៅនិយាយច្រើនបែបនេះមិនបានជាអ្នកមិនប្រញាប់ដើរមកជិតខ្ញុំបន្តិចទៀតមកអ្នកចង់ធ្វើអ្វីខ្ញុំនឹងអនុញ្ញាតឲ្យអ្នកធ្វើបានគ្រប់បែបយ៉ាងទាំងអស់បែបនេះហើយទើបស័ក្តិសមធ្វើជាប្រពន្ធរបស់យើងយកនាងធ្វើជាប្រពន្ធពិតជាមិនខុសមែននាងនឹងបម្រើយើងអស់មួយជីវិតប៉ុន្តែយើងគិតថាយប់នេះជាយប់ចុងក្រោយរបស់ឯងវិញទេឯងបានលួចកិច្ចពីក្រឡរបស់យើងហើយដើរបង្ករឿងឲ្យអ្នកភូមិមានការភ័យខ្លាចនេះតើជាល្បិចរបស់នាងមែនទេនាងបានហៅលោកតាអេសីមកបង្ក្រាបយើងតើមែនទេលោកតាអេសីលើកលែងទោសឲ្យខ្ញុំទៅខ្ញុំនឹងមិនមករំខានអ្នកភូមិទៀតទេយើងនឹងបញ្ជូនឯងទៅឋាននរកនៅពេលនេះហើយឯងនឹងគ្មានឱកាសបានមកឋានមនុស្សទៀតទេព្រោះតែឯងត្រូវតែរងទរណកម្មនៅឋាននរកអត់ទេលោកតាអេសីទុកជីវិតឲ្យខ្ញុំទៅលោកតាកុំបញ្ជូនខ្ញុំទៅឋាននរកអីខ្ញុំមិនចង់ទៅនៅឋាននរកទេណាលោកតាអេសីលោកតាលើកលែងទោសឲ្យខ្ញុំទៅឯងមិនចង់ឲ្យយើងបញ្ជូនឯងទៅឋាននរកប៉ុន្តែហេតុអ្វីបានជាឯងមានគំនិតលួចតាក់ទងជាមួយនឹងប្រពន្ធគេបែបនេះវាស័ក្តិសមនឹងកម្មពៀដែលឯងមានគំនិតអាក្រក់បែបនេះហើយដូច្នេះឯងទទួលរងកម្មដែលឯងបានធ្វើចោះនៅពេលនោះលោកតាអេសីក៏បានសូត្របាលីហើយមេធ្មប់ក៏ត្រូវបានភ្លើងឆាបឆេះរលាយរូបកាយដល់ឋាននរកហើយមេធ្មប់ក៏លែងមករំខានអ្នកភូមិដោយការពីមុនទៀត